ចាជំរាបសួរពុកម៉ែបងប្អូនពលមានទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំចេញវីដេអូថ្មីមួយទៀតទាក់ទងនឹងការដាំចក់សូឡាអញ្ចឹងដូចវីដេអូដែលនាងខ្ញុំកំពុងបង្ហាញគឺនាងខ្ញុំកំពុងតែបានចក់សូឡាបន្ទាប់ពីបានដាក់រូបមន្តផ្សេងៗនៅក្នុងទឹកនៅក្នុងតង់ហើយអញ្ចឹងឃើញថាបន្ទាប់ពីបាចហើយគឺចក់សូឡាមានពណ៌ខៀវស្រស់ស្អាតមែនតើប៉ុន្តែដោយសារតែនាងខ្ញុំបានដាក់ខុសបច្ចេកទេសនៃការណែនាំពេលដែលទិញមកអញ្ចឹងធ្វើឲ្យចក់សូឡារបស់នាងខ្ញុំមានពណ៌ឡើងក្រហមបន្ទាប់ពីដាក់បានប្រហែល1អាទិត្យអញ្ចឹងដូចវីដេអូដែលពុកម៉ែបងប្អូនបានឃើញអញ្ចឹងពេលដែលចក់មានបញ្ហាគឺវានឹងឡើងពណ៌ឈាមជ្រូកអញ្ចឹងចក់របស់នាងខ្ញុំខូចស្ទើរតែពាក់កណ្ដាលប៉ុន្តែដោយសារតែនាងខ្ញុំបានកែរូបមន្តអញ្ចឹងនាងខ្ញុំបានដាក់តង់ថ្មីជាមួយនឹងបន្ថែមចក់បន្ថែមទៀតប៉ុន្តែតើទៅនឹងចក់ចាស់ដែលមានបញ្ហាគឺនាងខ្ញុំយកមកដាក់តង់ថ្មីបន្ទាប់ពីយើងបានផ្លាស់ប្ដូរតាំងជាមួយនឹងរូបមន្តថ្មីហើយបន្ទាប់ពីស្រង់ចក់យកមកដាក់នៅក្នុងតង់ថ្មីឃើញថាចក់ដែលមានបញ្ហាក្រហមទាំងអស់បានប្រែក្លាយជាមានពណ៌បៃតងស្រស់ស្អាតវិញប៉ុន្តែដោយវីដេអូដែលនាងខ្ញុំបានបង្ហាញដោយសារតែម្សិលមិញមានខ្យល់រៀងខ្លាំងអញ្ចឹងបានធ្វើឲ្យបង្គោលដែលដាក់តង់ចក់សូឡារបស់ខាងនាងខ្ញុំមានការបាក់អញ្ចឹងខាងលោកពូនៅចំការក៏នឹងធ្វើការផ្សារនិងកែវាឡើងវិញនៅថ្ងៃស្អែកអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនពលមីនទាំងអស់គ្នាដែលមានបំណងចង់ដាំចក់សូឡាសូមធ្វើតាមការណែនាំឲ្យបានត្រឹមត្រូវជាមួយនឹងរូបមន្តក្នុងទឹកឲ្យបានត្រឹមត្រូវដើម្បីជៀសវាងចក់មានបញ្ហាដូចនេះខ្ញុំហើយជាមួយនឹងដែកបង្គោលដែលដាក់ប្រសិនបើពុកម៉ែបងប្អូនពលមីនទាំងអស់គ្នានៅតំបន់រៀងវាលអញ្ចឹងមានខ្យល់ខ្លាំងសូមចាក់គ្រឿងឲ្យរៀងជ្រៅឬក៏ធ្វើឲ្យមាំដើម្បីកុំឲ្យជួបបញ្ហាដូចនាងខ្ញុំចាអញ្ចឹងពីវីដេអូរបស់នាងខ្ញុំថ្ងៃនេះនាងខ្ញុំមានតែការចែករំលែកជាមួយនឹងបង្ហាញពីចុះសូឡារបស់ខាងនាងខ្ញុំតែប៉ុណ្ណេះអញ្ចឹងនាងខ្ញុំសូមបញ្ចប់វីដេអូនេះតែប៉ុណ្ណេះសូមអរគុណពុកម៉ែបងប្អូនពលមីនទាំងអស់គ្នាដែលជួយចិត្តទស្សនាវីដេអូរបស់នាងខ្ញុំ